យើងធ្លាប់លើកពាក្យថាកំណាញ់យើងអាចឲ្យនិយមន័យថាមនុស្សនឹងស្វិតប៉ុន្តែនិយមន័យមួយទៀតកំណាញ់គឺមនុស្សដែលខ្លាចគេគ្រាន់បើជាងខ្លួនឯងគេរៀនសូត្រគេប្រកែគេឆ្លាតហើយខ្លាចមេស្រឡាញ់ជាងខ្លាចមានគេមានមុខមានមាត់ជាងមនុស្សនឹងក៏ចាត់ចូលក្នុងមនុស្សប្រភេទកំណាញ់ដែរជាងតើយើងរៀនបើកចិត្តឲ្យទលាយបន្តិចបើគេធ្វើល្អយើងឲ្យតម្លៃគេយើងលើកទឹកចិត្តគេឲ្យប្រឹងធ្វើល្អឡើងយើងក៏បានឱកាសសម្រាប់ទទួលចំណេះដឹងពីអ្នកដទៃដែរបាទផ្ទុយទៅវិញបើឧទាហរណ៍ថាយើងខ្លាចគេខ្ពស់ជាងយើងហើយយើងបន្ទុចបង្អាក់យើងនិយាយប្រទៀបប្រថោកគេអាហ្នឹងយើងនឹងវាទៀបថោកទៅតាមសម្ដីរបស់យើងដែរអញ្ចឹងបានជាយើងគុំកំណាញ់ទាំងលុយកាក់បើយើងអាចមានសមត្ថភាពអាចជួយ share គ្នាចឹងទៅទិញអីមកហូបក៏ចែកគ្នាហូបទៅហើយបើកិត្តិយសគេឈ្មោះវិញយើងចែករំលែកទៅកុំយកអីមកតែម្នាក់ឯងអ្នកដែលយកត្រូវតែម្នាក់ឯងហ្នឹងធ្វើការមួយគ្នាមិនបានយូរទេគេស្អប់គេមិនចូលចិត្តទេហើយបើមនុស្សហ្នឹងមានសមត្ថភាពមានគុណភាពដែលធ្វើឲ្យកន្លែងនឹងរីកចម្រើនឬក៏គេមានមុខមានមាត់គេមានសមត្ថភាពខ្ពស់យើងលើកគេទៅកុំកំណាញ់ពាក្យសម្ដីកុំខ្លាចគេខ្ពស់ជាងកុំខ្លាចគេប្រសើរជាងមនុស្សដែលខ្លាចគេប្រសើរជាងអានឹងជាមនុស្សអន់មនុស្សដែលលើកគេមានន័យថាយើងខ្ពស់ជាងគេអានឹងបានមនុស្សនឹងប្រសើរហើយអាចធ្វើការងារជាមួយគ្នាបានយូរហើយមានការរីកចម្រើនច្រើនអនុមោទនា